ជីវិតរបស់មនុស្សយើងវាមិនទៀងទាត់ទេថ្ងៃកាត់ថ្ងៃកោទេអញ្ចឹងយើងត្រូវសប្បាយឲ្យបានច្រើនបន្តិចដើម្បីឲ្យជីវិតរបស់យើងវាមានន័យណាដូចលោកពូម្នាក់នេះគឺគាត់ទៅបោះតង់នៅលើទឹកកកហើយគាត់រៀបចំកាត់ទឹកកកហ្នឹងឲ្យខ្លាយជារង្វង់មូលទៅហើយដាក់ម៉ាស៊ីនមួយមកបង្វិលទឹកកកហ្នឹងមើលទៅសំណងស្បាយដែរអញ្ចឹងជីវិតមានន័យនេះទៅបោះតង់លើទឹកកកអត់មានខ្លាចត្រជាក់ខ្លាចអីតិចសោះហើយនេះចាប់ផ្ដើមចោះទឹកកកមកកន្លែងដាក់ចំណីត្រីដើម្បីស្ទូចត្រីធ្វើម្ហូបឃើញទៅបោះតង់លើទឹកកកហ្នឹងមិនមែនអត់អាហារណាអញ្ចឹងខ្វះទេអាហារម្ហូបហើយក៏ស្ទូចត្រីបានមួយនេះអាហ្នឹងរួចទៅពេលរបស់គាត់ហើយតែត្រីមួយឯម្នាក់ឯងសោះមានអីទៅពិបាកយកត្រីមួយត្រីពីរមកស្ងោរទៅរួចមកពេលទៅហើយឥឡូវចាប់ផ្ដើមបកាត់ភ្លើងដាក់ឆ្នាំងលើភ្លើងហើយនៅលើទឹកកកបកាត់ភ្លើងបានទៀតចឹងទៅបោះតង់មានទាំងអុសមានទាំងភ្លើងមានទាំងចានឆ្នាំងដាក់យកទៅមួយសេតហើយនឹងកុំភ្លេចតែកាហ្វេដាក់ទៅស្គួរទៀតអញ្ចឹងយើងមានអាហារហើយមានទាំងតែមានទាំងកាហ្វេសម្រាប់ហូបជីវិតមានន័យណាស់ឃើញអត់បងប្អូនរស់នៅឲ្យសប្បាយ